ប្រហែលថ្ងៃនេះឃើញបងប្អូននិយាយតាក់ទងជាមួយនឹងតម្លៃស្រូវបាន6 700បងប្អូនឥឡូវបងប្អូនសាកមកដាំខ្ទឹមសវិញបងប្អូនចាំមើលបានតម្លៃប្រមាណដែរឥឡូវតាមដែលដឹង1គីឡូ6 7000ដែរនៅស្រុកយើងចំពោះតម្លៃខ្ទឹមសហើយថ្ងៃនេះខ្ញុំនឹងចែកម្លែកបងប្អូនអំពីបច្ចេកទេសនៃការដាំខ្ទឹមសនៅក្នុងប្រទេសកូរ៉េនេះការពិតការដាំខ្ទឹមសអត់មានអ្វីជាពិបាកប្រមាណទេបងប្អូនវាដូចតែយើងធ្វើស្រែដែរទេខ្ញុំក៏ជាកសិករអ្នកធ្វើស្រែដែរហើយទៅពេលខ្ញុំឃើញចំណេះដឹងតាក់ទងជាមួយនឹងការដាំខ្ទឹមនឹងល្អខ្ញុំក៏ចង់ធ្វើវីដេអូចែកម្លែកទៅកាន់បងប្អូនដែរអញ្ចឹងតម្លៃយើងគិតមើលទៅតម្លៃស្រូវក្នុង1គីឡូបាន6 700ហើយចំពោះតម្លៃខ្ទឹមសវាបាន6 7000តាមទីផ្សារអញ្ចឹងទៅហើយយើងគិតមើលខុសគ្នារហូតដល់ទៅ10ដងហើយចំពោះការដាំខ្ទឹមអត់មានអីពិបាកទេដូចបងប្អូនឃើញអញ្ចឹងគឺវារៀងងាយស្រួលទេហើយខ្ទឹមសខ្ញុំគិតថានៅស្រុកខ្មែរយើងអត់ទាន់មានអ្នកណាប្រកួតប្រជែងប្រមាណទេឬក៏នៅខេត្តផ្សេងមានដាំដែរបើសិនជាខេត្តផ្សេងមានដាំដែរសូមបងប្អូនជួយខមមិនផងតើខេត្តណាមានដាំខ្ទឹមសអញ្ចឹងតាមដែលខ្ញុំដឹងកន្លងមកភាគច្រើនខ្ទឹមសនេះគឺនាំមកពីក្រៅប្រទេសនៅក្នុងស្រុកយើងដូចជាមិនសូវជាសម្បូរទេអញ្ចឹង6 7000ហ្នឹងគឺតម្លៃដែលល្អហើយខ្ទឹមសតែប្រហែល4 10ដុំហ្នឹងគឺ1គីឡូបាត់ហើយបងប្អូនគិតមើលទៅហើយចំពោះការដាំខ្ទឹមសហ្នឹងក៏មិនសូវជាពិបាកដែរដូចតែបងប្អូនបានឃើញអញ្ចឹងដំបូងឡើយគេគ្រាន់តែវាយដីឲ្យម៉ត់ទេហើយគេលើកជារងហើយគេមានផ្លាស្ទិកដើម្បីក្រាលនៅលើរងហ្នឹងដើម្បីដាំអញ្ចឹងទៅហើយចំពោះយើងដែលជាប្រទេសដែលមិនទាន់មានសម្ភារៈគ្រប់គ្រាន់ដូចគេយើងធ្វើតាមបរិបទស្រុកយើងទៅណាបងប្អូនយើងមានកៅស៊ូផ្លាស្ទិកហើយយើងលើករងដូចគេអញ្ចឹងទៅហើយយើងយកមកក្រាលដូចដែលក្នុងវីដេអូហ្នឹងអញ្ចឹងទៅហើយយើងចោះរុនទូចប្រហែលជាមួយទឹក4ជ្រុងមួយអញ្ចឹងណាបងប្អូនហើយយើងយកខ្ទឹមសនឹងមកដាំមកដូចដែលបងប្អូនឃើញអញ្ចឹងខ្ទឹមសហ្នឹងមកកពឹសគេយកមកដោតតាមគល់ហ្នឹងអញ្ចឹងណាបងប្អូនដល់ពេលដែលវាចាប់ផ្ដើមចាប់ឫសទៅវានឹងលូតខ្ពស់ហើយមានទទួលកម្ដៅក៏ព្រាន់វានឹងចេញជាកពឹសធំហើយការពិតអាខ្ទឹមសនេះពេលខ្ញុំនៅស្រុកខ្មែរខ្ញុំមិនដែលឃើញទេហើយខ្ញុំក៏អត់ដែលដឹងពីបច្ចេកទេសនៃការដាំដែរឥឡូវពេលខ្ញុំមកដល់ក្នុងប្រទេសកូរ៉េនេះខ្ញុំក៏ឃើញបច្ចេកទេសនឹងដាំហើយទីផ្សារខ្ញុំគិតថាអត់ទាន់មានអ្នកណាប្រកួតប្រជែងទេអត់ដូចស្រូវទេព្រោះនៅស្រុកយើងស្រូវរៀងបបោហូហៀអញ្ចឹងទៅវារៀងពិបាកប្រកួតប្រជែងទីផ្សារបន្តិចអញ្ចឹងបើសិនជាយើងដាំខ្ទឹមខ្ញុំគិតថាល្អបំផុតហើយនៅស្រុកខ្មែរយើងនេះជាគំនិតខ្ញុំណាបងប្អូនបើសិនជាបងប្អូនយល់ឃើញបងប្អូនអាចសាកល្បងដាំមើលទៅហើយនេះបន្ទាប់ពីយើងដាំបានប្រហែលជា10ថ្ងៃគឺវាចាប់ឫសចាប់អីបានប៉ុណ្ណឹងបងប្អូនហើយចំពោះការដាំដូចដែលខ្ញុំឲ្យបងប្អូនមើលក្នុងវីដេអូហ្នឹងអញ្ចឹងពេលយើងដាក់មកគ្រាប់ហើយបើសិនជាតំបន់បងប្អូនមានទឹកច្រើនយើងបើកទឹកនឹងចូលមកលិចដីបន្តិចអញ្ចឹងណាមកសើមមើមវានឹងឲ្យវាចាប់ឫសណាបងប្អូនហើយវាអត់មានត្រូវការទឹកច្រើនអីដូចជាយើងធ្វើស្រែធ្វើស្រូវទេពេលដែលយើងដាក់មកគ្រាប់នឹងហើយគឺវាចាប់ឫសដោយខ្លួនឯងតែម្ដងបងប្អូនវាអត់មានអីជាលក្ខកំបាំងអីទេហើយក៏យើងអត់មានត្រូវការពិបាកថែច្រើនដូចជាយើងធ្វើស្រូវទេពីព្រោះខ្ទឹមសវាមានសារធាតុហាងអញ្ចឹងណាបងប្អូនអញ្ចឹងវាអត់មានសត្វល្អិតអីមកស៊ីវាដូចជាយើងធ្វើស្រូវពិបាកថែទេហើយការដាំហ្នឹងយើងដាំដាក់ផ្លាស្ទិកបែបហ្នឹងដើម្បីកុំឲ្យវាដុះស្មៅយើងការពារតែការដុះស្មៅទេអញ្ចឹងបងប្អូនអាចសាកល្បងយើងលៃលកនៅស្រុកយើងតាមបច្ចេកទេសយកផ្លាស្ទិកយកមកក្រាលហើយចោះដូចតែបងប្អូនឃើញអញ្ចឹងគឺមួយទឹកមួយ4ជ្រុងអញ្ចឹងណាបងប្អូនហើយយើងលៃដីតាមហ្នឹងទៅហើយសាកល្បងមើលហើយចំពោះការប្រើប្រាស់ជីហ្នឹងគេប្រើតែលីមុសាទេហើយអរគុណបងប្អូនសម្រាប់ការទស្សនានេះជាចំណេះដឹងចែកម្លែកទៅកាន់បងប្អូនថ្ងៃនេះបងប្អូនជម្រាបលាបងប្អូន